ត្រង់ថាគាត់រំលាយរដ្ឋាភិបាលគាត់ថារដ្ឋាភិបាលចាំផ្ទះអត់មានសិទ្ធិដល់ទៅពេលបង្កើតរដ្ឋាភិបាលហើយគាត់ថាគាត់អត់តែងតាំងប្រធានថ្មីណាដល់ឥឡូវនេះគឺគាត់និយាយថាឈប់ចរចាទ្វេភាគីដោយសារតែកម្ពុជាដាក់បញ្ហាសមុទ្រទៅយន្តការក្រមអនុសញ្ញាហើយអង្គការសហប្រជាជាតិទៅវិសាសមុទ្រតាមរយៈគេហៅថាយន្តការនៃការផ្សះផ្សាដោយបង្ខំប៉ុន្តែរឿងនេះវាមិនពាក់ព័ន្ធជាមួយគ្នាទេរឿងមួយព្រំដែនគោកមួយព្រំដែនទឹកហើយបើសិនជាការគិតវេះបែបនេះគឺមិនបានទេហើយឥឡូវខ្ញុំចង់សួរទៅខាងតើផ្លូវលេខ58ដែលចិនជាអ្នកកសាងផ្លូវលេខ58ចិនអ្នកកសាងឥឡូវថៃកំពុងតែដាក់កុងតឺន័រដាក់ស្អីហ្នឹងសួរថាតើចិនខ្វាក់ភ្នែកអីប្រទេសចិនខ្វាក់ភ្នែកអីបានជាមកធ្វើផ្លូវឲ្យកម្ពុជានៅលើទៅលើដីថៃទៅវិញខ្ញុំចង់សួរកន្លែងហ្នឹងបើថាខ្លួនឯងចិត្តត្រង់ឥឡូវមកវាស់វែងទៅព្រោះអាហ្នឹងគឺយើងបានកំណត់ជាមួយគ្នាតាំងពីខែ12នោះហើយ27ខែ12ប៉ុន្តែខ្ញុំមិនចង់បកស្រាយច្រើនទេខ្ញុំចង់ចង្អុលបង្ហាញទៅកាន់សារព័ត៌មានថៃតើអ្នកឯងមានចេតនាស្អីដែលនិយាយថាលោកហ៊ុនសែនបានគួបផ្សំនៅវិធានការទាំងពីរយោធានិងសន្តិវិធីខ្ញុំមិនបានឲ្យជ្រើសរើសនៅមធ្យោបាយយោធាទេខ្ញុំបានចង្អុលបង្ហាញមធ្យោបាយដោយសន្តិវិធីហើយខ្ញុំយកបញ្ហានេះជាគោលនយោបាយរបស់គណៈបព្វជិជនសម្រាប់ឃោសនាបោះឆ្នោតឆ្នាំ2027និងសម្រាប់ឃោសនាបោះឆ្នោតឆ្នាំ2028គឺគណៈបព្វជិជនប្រកាន់ភ្ជាប់នៅគោលនយោបាយដោះស្រាយដោយសន្តិវិធីអញ្ចឹងសូមឲ្យបកប្រឆាំងដាក់ចេញមកសល់តែមួយទេគោលនយោបាយរបស់ឯងគឺវាយគ្នាព្រោះបងឯងនិយាយតាមខ្ញុំតដែលអញ្ចឹងមានន័យថាពួកអ្នកឯងដើរតាមគណៈបព្វជិជនតដែលអញ្ចឹងរឿងអីអ្នកឯងមកតិចទៀនខ្ញុំណាអញ្ចឹងសូមឲ្យខ្ញុំដើរជាធម្មតាខ្ញុំមិនបិទក្រោលសេះនៅពេលដែលសេះចេញផុតពីក្រោលទេនិយាយត្រង់ហើយសូមប្រាំទៅគណៈបកនយោបាយនានាណាជាពិសេសគណៈបកប្រឆាំងដែលនិយមជ្រុយឲ្យរដ្ឋាភិបាលបើកការវាយប្រហារដើម្បីដណ្ដើមយកមកវិញនៅទឹកដីដែលថៃកំពុងគ្រប់គ្រងដោយខុសច្បាប់នោះព្រោះយើងអត់ទទួលស្គាល់នៅព្រំដែនការកែប្រែព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងទេយើងអត់ធ្មត់